សូមគោរពជំរាបសួរប្រិមិត្តដែលកំពុងតែស្ដាប់នៅសេចក្ដីទាំងអស់គ្នាដែលអេពីសូតនេះវាបានឈានចូលមកដល់អេពីសូតទី52ទៅហើយចំណែកឯអេពីសូតទី52យើងនឹងនិយាយតាក់ទងជាមួយនឹងរឿងរបស់លោកអ៊ំមកភូមិទៀតអញ្ចឹងហើយក៏ចង់ដឹងថាតើនៅក្នុងអេពីសូតទី52នេះវានឹងទៅជាយ៉ាងណាយើងចូលទៅកាន់សេចក្ដីទាំងអស់គ្នាលោកគ្រូកៅគាត់គឺជាមនុស្សដែលតែងតែជួយទុក្ខធុរៈរបស់អ្នកភូមិចំណែកឯលោកគ្រូកៅគាត់បានរស់នៅក្នុងភូមិមួយដែលមានឈ្មោះថាភូមិចំបក់លោកគ្រូកៅគាត់គឺជាមនុស្សចាស់ដែលមានវ័យប្រហែលជា70ឆ្នាំទៅហើយមិនត្រឹមតែប៉ុណ្ណោះលោកគ្រូកៅគាត់ក៏មានកូនប្រុសទាំងពីររបស់គាត់ផងដែរបើនិយាយអំពីកូនប្រុសទាំងពីររបស់គាត់គឺមានវ័យកំឡោះបាត់ទៅហើយប៉ុន្តែចង់ដឹងថាតើជីវិតរបស់លោកគ្រូកៅតាំងពីដំបូងឡើយវាយ៉ាងម៉េចយើងចូលទៅកាន់រឿងរ៉ាវជីវិតរបស់គាត់នៅក្នុងកំឡុងឆ្នាំប្រហែលជា1980លោកគ្រូកៅគាត់គឺជាគ្រូម្នាក់ដែលពូកែដោះនៅក្នុងការដាក់អំពើខ្លាំងណាស់ចំណែកឯលោកគ្រូកៅគាត់ក៏មានប្រពន្ធរបស់គាត់ដែរប្រពន្ធរបស់គាត់គឺជាស្រីស្អាតនៅក្នុងភូមិតែម្ដងក៏ស្រាប់តែមានថ្ងៃមួយលោកគ្រូកៅគាត់ក៏បានរាប់អានជាមួយនឹងគ្រូអាគមផ្សេងទៀតដែលពួកគេទាំងអស់នោះក៏ជាអ្នករៀននៅមូលវិជ្ជាដូចគ្នាដែរនៅពេលដែលរាប់ជាមួយនឹងគេក៏ស្រាប់តែលោកគ្រូកៅគាត់ក៏មានអារម្មណ៍ថាពិតជាទទួលបានភាពកក់ក្ដៅខ្លាំងណាស់បន្ទាប់មកលោកគ្រូកៅគាត់ក៏ចាប់ផ្ដើមស្គាល់មនុស្សម្នាក់ដែលមនុស្សម្នាក់នេះគាត់ពិតជាទុកចិត្តមែនទែនមិនត្រឹមតែប៉ុណ្ណោះលោកគ្រូកៅគាត់ក៏បានរាប់អានជាមួយនឹងគេដែរនិយាយទៅទុកជាមិត្តសម្លាញ់នឹងគ្នាតែម្ដងចំណែកឯបរិមម្នាក់នោះគេមានឈ្មោះថាដូងបើនិយាយអំពីបរិមដែលមានឈ្មោះថាដូងគេគឺមានអាយុក៏ប្រហែលជាមួយនឹងលោកគ្រូកៅដែរគ្រាន់តែថាគេនោះក៏ជាមនុស្សដែលរៀននៅមូលវិជ្ជាមិនត្រឹមតែប៉ុណ្្នឹងទេគេប្រហែលជាសិស្សច្បងរបស់គ្រូកៅទៅទៀតដូច្នេះហើយបានជាលោកគ្រូកៅគាត់ពិតជាចង់រាប់អានជាមួយនឹងបរិមម្នាក់នេះខ្លាំងណាស់ចំណែកឯបរិមម្នាក់ដែលមានឈ្មោះថាដូងនេះគេក៏មានចិត្តស្រឡាញ់ទៅកាន់លោកគ្រូកៅដែរមកដល់ត្រង់ចំណុចនេះខ្ញុំសូមហៅបរិមដែលឈ្មោះថាដូងនោះហៅថាជាបងដូងចោះដើម្បីឲ្យប្រិមត្តទាំងអស់គ្នាងាយស្ដាប់ក៏ដូចជាងាយយល់ពួកគាត់ក៏តែងតែរាប់អានគ្នាបែបនេះចំណែកឯបរិមដែលមានឈ្មោះថាដូងគាត់ក៏មានប្រពន្ធដែរនិយាយទៅបងដូងគាត់ក៏មានប្រពន្ធគាត់ក៏មានកូនដូចជាលោកគ្រូកៅដែរគ្រាន់តែថាលោកគ្រូកៅគាត់មានកូនក្រោយបងដូងតែប៉ុណ្ណោះនៅថ្ងៃមួយលោកគ្រូកៅក៏ត្រូវបានអ្នកភូមិដែលស្ថិតនៅក្នុងភូមិចំបោះនេះបានអញ្ជើញគាត់ទៅជួយមើលក៏ដូចជាកន្លែងសាងសង់ផ្ទះនៅពេលដែលលោកគ្រូកៅទៅគាត់ក៏បានយកក្តារមួយបន្ទាប់មកគាត់ក៏បានគូសវានៅអ្វីដែលគាត់បានរៀនកន្លងមកនៅពេលដែលគាត់គូសទៅគាត់បានប្រមាណមើលថាឃើញអ្វីគាត់នឹងយកដំណឹងមួយនេះទៅប្រាប់ម្ចាស់ផ្ទះគេម្ចាស់ផ្ទះនោះគេក៏បានយកព្រមនៅពេលដែលសាងសង់ផ្ទះនេះហើយក៏បានឃើញថាផ្ទះមួយនេះតែងតែទទួលជួបនៅរឿងល្អៗជាពិសេសគឺជាក្រុមគ្រួសារដែលស្ថិតនៅក្នុងផ្ទះមួយនេះពួកគេតែងតែទទួលបានសមិទ្ធផលថ្មីបន្ទាប់ពីបានឃើញបែបនេះម្ចាស់ផ្ទះក៏ដូចជាក្រុមគ្រួសារមួយហ្នឹងគេក៏បាននិយាយថាលោកគ្រូកៅនេះគឺជាមនុស្សដែលពូកែខ្លាំងណាស់មិនមែនត្រឹមតែពូកែនៅក្នុងមូលវិជ្ជាទេសូម្បីតែរឿងមើលផ្ទះនេះក៏ពូកែដែរតាំងពីគាត់បានធ្វើផ្ទះមួយនេះមកធ្វើឲ្យក្រុមគ្រួសាររបស់គាត់រកស៊ីតែម្ដងកាលពីមុនគ្រួសាររបស់គាត់សឹងតែថារកអាហារ3ពេលរកបញ្ចុកបានផងចំណែកឥឡូវនេះពិតជារកអ្វីក៏បានផលដែរនិយាយទៅលោកគ្រូកៅនេះពិតជាមនុស្សដែលពូកែពិតមែនអ្នកភូមិដែលស្ថិតនៅក្នុងភូមិចំបក់នេះបន្ទាប់ពីពួកគាត់បានឮរឿងរ៉ាវបែបនេះម្នាក់បានទៅរកគ្រូកៅតែម្ដងបើនិយាយអំពីលោកគ្រូកៅគាត់មិនបានបដិសេធអ្វីទេគាត់តែងតែជួយអ្នកភូមិទោះបីជាអ្នកភូមិមិនមានឲ្យមាសប្រាក់ក៏ដូចជាលុយមួយចំនួនមកគាត់ក៏ដោយដែរ
ឲ្យតែអ្នកភូមិរកគឺលោកគ្រូកៅតែងតែជួយអាចថាលោកគ្រូកៅគាត់គឺជាមនុស្សល្អតែម្ដងអ្នកភូមិពេលដែលគេរកអ្វីគេជួយស្កាត់អ្វីឲ្យតែមករកលោកគ្រូកៅលោកគ្រូកៅតែងតែជួយគេបានរហូតដូច្នេះគេឈ្មោះរបស់លោកគ្រូកៅដែលល្បីនៅក្នុងភូមិមួយនេះក៏ចេះតែល្បីរន្ទឺទៅរហូតក៏មានអ្នកភូមិដែលសន្ធិដ្ឋនៅខាងក្រៅនោះគេបានចូលមករកលោកគ្រូកៅដែរលោកគ្រូកៅឥឡូវនេះមិនសូវជាមានពេលវេលាឲ្យប្រពន្ធក៏ដូចជាកូនរបស់គាត់ទាំងពីរនេះឡើយដោយសារតែគាត់រវល់តែចេញទៅខាងក្រៅប៉ុន្តែអ្វីដែលជារឿងល្អនោះលោកគ្រូកៅនៅពេលដែលគេមករកគាត់អ្នកខ្លះទៅគឺជាសទ្ធីអ្នកខ្លះទៅទៀតគឺជាអ្នកមានខ្ពង់ខ្ពស់តែម្ដងដូច្នេះនៅពេលដែលលោកគ្រូកៅទៅជួយគេប្រកាសណាស់គេមិនភ្លេចគុណទេគេថែមទាំងឲ្យមាសក៏ដូចជាប្រាក់មួយចំនួនមកកាន់លោកគ្រូកៅតែម្ដងក្រុមគ្រួសាររបស់លោកគ្រូកៅក៏មានជីវភាពធូរធារដែរមិនមែនថាគាត់ខ្លាចជាអ្នកមានទេប៉ុន្តែអាចថានៅក្នុងភូមិមួយនេះផ្ទះរបស់លោកគ្រូកៅក៏ចាប់ផ្ដើមធំទៅលោកគ្រូកៅនៅពេលដែលគាត់មានកេរ្តិ៍ឈ្មោះបែបនេះលោកគ្រូកៅនៅតែមានការដាក់ខ្លួនគាត់មិនដែលអួតអាងអ្វីទេមិនត្រឹមតែប៉ុណ្ណឹងសូម្បីតែជាអ្នកក្រនៅពេលដែលទៅរកគាត់ក៏គាត់ជួយដែរនិយាយទៅលោកគ្រូកៅគាត់មិនដែលចោលគោលចំហរបស់គាត់ទេពីដំបូងគាត់ចង់ធ្វើអ្វីគឺគាត់ចង់ធ្វើនឹងដូច្នេះហើយទោះបីជានៅពេលនេះមានគេដាក់មាសប្រាក់នៅពីមុខក៏គាត់មិនដែលយកភ្នែកមើលដែរបើសិនជាអ្នកណាមករកមុនគឺគាត់ទៅមុនហើយគឺទៅតាមលេខលំដាប់មិនមែនថាពេលដែលខាងនោះគេមានមាសប្រាក់ច្រើនគាត់ត្រូវទៅទេនិយាយទៅលោកគ្រូកៅក៏ប្រកាន់ភ្ជាប់ជាមួយនឹងគំនិតរបស់គាត់តាំងពីយូរមកហើយទោះបីជាពេលនេះគាត់ល្បីក៏ដូចជាមានកេរ្តិ៍ឈ្មោះក៏ពិតមែនប៉ុន្តែគាត់នៅតែរក្សាគោលចំហរបស់គាត់ដដែលក្រោយពីលោកគ្រូកៅបានមានកេរ្តិ៍ឈ្មោះមួយរយៈនេះដំណឹងមួយនឹងវាក៏បានលេចលឺទៅកាន់បុកដងតែម្ដងបុកដងដែលគាត់ជាសិស្សច្បងរបស់លោកគ្រូកៅគាត់ហាក់បីដូចជាមិនសូវសប្បាយចិត្តសោះនៅពេលដែលបានដឹងថាសិស្សប្អូនរបស់ខ្លួនមានភាពល្បីល្បាញបែបនេះដែលធ្វើឲ្យចិត្តរបស់បងដងកាន់តែមានអារម្មណ៍ថាមិនសូវជាស្ងប់ស្ងាត់និយាយទៅគាត់តែងតែមួម៉ៅតែម្ដងមិនត្រឹមតែប៉ុណ្ណោះអ្នកភូមិដែលនៅសន្ធិដ្ឋនៅក្នុងភូមិមួយនេះតែងតែនិយាយសើចចំអកមកកាន់បងដងអ្នកភូមិបាននិយាយថាធ្វើជាសិស្សច្បងគេប៉ុន្តែបើនិយាយពីសមត្ថភាពវិញចាញ់លោកគ្រូកៅដាច់តែម្ដងពីដំបូងបងដងគាត់មិនសូវជាមានចិត្តក៏ដូចជាចិត្តគំនិតខឹងអីប្រហែលទេប៉ុន្តែនៅពេលដែលអ្នកភូមិនេះគេចេះតែនិយាយបន្តមិនត្រឹមតែប៉ុណ្ណោះមានអ្នកភូមិជាច្រើនអ្នកនិយាយដូចគ្នាទៀតដែលធ្វើឲ្យចិត្តរបស់បងដងកាន់តែមិនស្ងប់ទៅទើបធ្វើឲ្យបងដងនេះមានចិត្តគំនិតអាក្រក់ទៅកាន់លោកគ្រូកៅតែម្ដងដែលលោកគ្រូកៅគឺជាសិស្សប្អូនរបស់គាត់បងដងឥឡូវនេះក៏មិនទាន់មានគំនិតអាក្រក់អ្វីទៅលើលោកគ្រូកៅខ្លាំងទេនៅក្នុងថ្ងៃនេះបងដងគាត់ក៏បានធ្វើដំណើរទៅលេងផ្ទះរបស់លោកគ្រូកៅថ្ងៃនេះពិតជាចៃដន្យណាស់លោកគ្រូកៅគាត់នៅផ្ទះតែម្ដងលោកគ្រូកៅនៅពេលដែលឃើញបងដងបានទៅដល់បែបនេះលោកគ្រូកៅក៏បានចេញមករាក់ទាក់មិនត្រឹមតែប៉ុណ្ណោះលោកគ្រូកៅក៏បាននិយាយលេងថាអាយ៉ាតើបងដងមកហើយមែនទេបែកបងមួយចាននេះពិតជាមានការនឹករលឹកជាខ្លាំងចោះតើបងសុខសប្បាយដែរទេលោកគ្រូកៅបាននិយាយម្ដងហើយម្ដងទៀតបើក្រឡេកទៅកាន់បងដងវិញបងដងឥឡូវនេះគាត់កំពុងតែសម្លឹងមើលផ្ទះរបស់លោកគ្រូកៅបន្ទាប់មកគាត់ក៏បានទម្លាក់ទឹកមុខចុះបងដងក៏បាននិយាយថាអាយ៉ាឯងឥឡូវនេះហាក់បីដូចជាល្បីល្បាញនឹងរកស៊ីធូរណាស់មែនទេមើលទៅផ្ទះរបស់ឯងឥឡូវនេះក៏ធំមិនត្រឹមតែប៉ុណ្ណោះអ្នកភូមិនៅទីនេះគឺមានការស្រឡាញ់មកកាន់ប្អូនទៀតមិនដូចជាបងសោះខំរៀនអាគមរាប់ឆ្នាំប៉ុន្តែក្តីស្រឡាញ់ពីអ្នកភូមិមិនដល់ប្អូនតទៅសោះមានអារម្មណ៍ថាបងនេះពិតជាមិនកើតការពិតមែនលោកគ្រូកៅបន្ទាប់ពីគាត់បានឃើញសិស្សច្បងរបស់ខ្លួននិយាយបែបនេះលោកគ្រូកៅក៏បាននិយាយថាមិនន័យទេលោកបងប្អូនគ្មានតែខ្លាំងអីណាទេអ្នកភូមិនោះក៏ចេះតែនិយាយហើយឥឡូវកុំនិយាយអីច្រើនបងឆាប់ចូលទៅខាងក្នុងផ្ទះទៅ
ខ្ញុំនឹងរៀបបាយសម្លឲ្យបងហូបឲ្យសប្បាយតែម្ដងខ្ញុំពិតជាមានការនឹករលឹកមកកាន់របបខ្លាំងណាស់បឹកដូងនៅពេលនេះគាត់ក៏បាននិយាយថាអញមិនស៊ីទេអញទៅផ្ទះរបស់អញវិញហើយអញមិនហ៊ានចូលផ្ទះរបស់គេទេផ្ទះគេឥឡូវនេះពិតជាមានណាស់អញមិនហ៊ាននោះទេបឹកដូងគាត់និយាយមកនេះវាពិតជាពិបាកស្ដាប់មែនទែនប៉ុន្តែលោកគ្រូកៅគាត់ពិតជាឆ្ងល់ណាស់ហេតុអ្វីបានជាបឹកដូងគាត់ប្រែប្រួលយ៉ាងនេះទៅវិញពីមុនបឹកដូងជាមួយនឹងលោកគ្រូកៅគឺជាមនុស្សល្អក់លឿនគ្នាខ្លាំងណាស់ចំណែកឯឥឡូវនេះបែរជាប្រើភាសាបែបនេះនិយាយមកកាន់លោកគ្រូកៅទៅវិញក្រោយពីបឹកដូងបានចាក់ចេញទៅបានបត់មួយសន្ទុះស្រាប់តែប្រពន្ធរបស់លោកគ្រូកៅក៏បានមកនិយាយថាបឹកដូងហេតុអ្វីបានជាគាត់មកលេងតែមួយផ្លែតទៅវិញបែបនេះខ្ញុំមិនតបបាននិយាយលេងជាមួយនឹងគាត់ផងគាត់ទៅបាត់តែគាត់មានការប្រញាប់អ្វីមែនទេលោកគ្រូកៅបន្ទាប់ពីបានឮប្រពន្ធនិយាយបែបនេះលោកគ្រូកៅក៏បាននិយាយថាសំបីតបងក៏ឆ្ងល់ដែរគាត់មកនិយាយជាមួយនឹងបងត្រឹមតែពី3ម៉ាត់តែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានចាក់ចេញទៅវិញបើសិនជាមានការរវល់អ្វីគាត់ក៏មិនប្រាប់មកនេះគាត់ទៅមិនត្រឹមតែប៉ុណ្ណោះគាត់បានប្រើភាសាមិនសមរម្យមកកាន់បងទៀតបងមិនដឹងទេថាគាត់នេះមានរឿងអ្វីប្រពន្ធរបស់លោកគ្រូកៅក៏បាននិយាយថាកុំទៅគិតច្រើនអីបងប្រហែលជាគាត់មានអារម្មណ៍មិនល្អហើយទើបបានជាគាត់និយាយបែបនេះឥឡូវនេះបាយទឹកអូននោះគឺបានរៀបចំរួចហើយតោះបងទៅបាយទឹកលោកគ្រូកៅគាត់ក៏បានធ្វើដំណើរទៅជាមួយនឹងប្រពន្ធរបស់គាត់ដើម្បីបាយទឹកហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែកូនរបស់គាត់ក៏បានអង្គុយចាំគាត់ផងដែរកូនរបស់គាត់ឥឡូវនេះទើបតែមានអាយុប្រហែលជា10ឆ្នាំអីតិចតួចតែប៉ុណ្ណោះអញ្ចឹងហើយកូនរបស់គាត់ឥឡូវនេះមិនទាន់ពេញកម្លាស់ទេប៉ុន្តែទោះបីជាលោកគ្រូកៅគាត់មានការរវល់យ៉ាងណាក៏ដោយលោកគ្រូកៅគាត់តែងតែឆ្លៀតពេលទំនេរបិទមីនទួយបង្ហាត់បង្រៀនកូននៅមុខវិជ្ជាមួយចំនួនដើម្បីឲ្យកូនចេះការពារខ្លួនពីព្រោះគាត់បានដឹងហើយថាបើអត់ពីគាត់ទៅប្រកាសណាស់ប្រកាសជាមានអ្នកដែលចង់ធ្វើបាបក្រុមគ្រួសាររបស់គាត់អ្វីក៏ដោយនៅពេលដែលវាទទួលបានផលល្អនោះវាប្រកាសជាមានផលមិនល្អបន្តិចបន្តួចជះមកហើយបន្ទាប់ពីលោកគ្រូកៅជាមួយនឹងប្រពន្ធក៏ដូចជាកូនរបស់គាត់បានហូបបាយហូបអីហើយបន្ទាប់មកអ្នកទាំង4ក៏បានឡើងទៅសម្រាកចំណែកឯកូនរបស់លោកគ្រូកៅមានឈ្មោះថាគូនជាមួយនឹងសុងអ្នកទាំងពីរពិតជាតាមឪពុកខ្លាំងណាស់ចំណែកឯយប់នេះវាក៏បានរំលងផុតទៅជាធម្មតាលុះរហូតដល់ពេលព្រឹកឡើងលោកគ្រូកៅគាត់នៅតែបន្តការងាររបស់គាត់ដដែលក្រឡេកទៅកាន់បឹកដូងវិញបឹកដូងឥឡូវនេះគាត់ពិតជាតបប្រមោះខ្លាំងណាស់ដោយសារតែអ្នកភូមិគេតែងតែសរសើរទៅកាន់លោកគ្រូកៅរហូតដូច្នេះបឹកដូងឥឡូវនេះគាត់ក៏បានរៀបគម្រោងមួយដើម្បីធ្វើបាបក៏ដូចជាចង់សម្លាប់ទៅលោកគ្រូកៅចំណែកឯលោកគ្រូកៅក៏មិនដឹងទេគាត់នៅតែបន្តការងាររបស់គាត់ជាធម្មតានៅក្នុងថ្ងៃនេះបឹកដូងគាត់ក៏បានទៅហៅគ្រូអាគមពី3នាក់ដើម្បីឲ្យមកគាត់មកនេះគឺដើម្បីរៀបគម្រោងដើម្បីកម្ចាត់ទៅកាន់លោកគ្រូកៅតែម្ដងគឺគាត់ក៏បានទៅអញ្ជើញសិស្សប្អូនរបស់គាត់ក៏ដូចជារៀមច្បងរបស់គាត់ដើម្បីឲ្យមកចាត់ការនៅពេលដែលយប់មកដល់លោកគ្រូកៅគាត់មិនបានដឹងអ្វីទេលោកគ្រូកៅគាត់ក៏បានវិលត្រឡប់មកចូលផ្ទះបន្ទាប់មកក៏បានសម្រាកដូចជាធម្មតាប៉ុន្តែនៅក្នុងយប់នេះហាក់បីដូចចម្លែកលោកគ្រូកៅគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះគាត់ចេះតែមានអារម្មណ៍ថាមានអ្វីដែលនៅក្បែរផ្ទះរបស់គាត់នៅពេលដែលគាត់មានអារម្មណ៍បែបនេះលោកគ្រូកៅក៏បានធ្វើដំណើរចេញមកខាងក្រៅបន្ទាប់ពីគាត់បានធ្វើដំណើរចេញមកខាងក្រៅក៏បានប្រទះឃើញថាមានកូនគោមួយកំពុងតែរត់នៅខាងលើផ្ទះរបស់គាត់លោកគ្រូកៅគាត់គ្រាន់តែឃើញភ្លាមគាត់បានដឹងច្បាស់ណាស់ថានេះពុំមែនជាកូនគោរបស់អ្នកភូមិនៅស្រុកឡើយគឺជាកូនគោដែលគេបានបញ្ជាមកនឹងឯងលោកគ្រូកៅនៅពេលដែលឃើញបែបនេះគាត់ក៏បានវិលត្រឡប់ចូលទៅក្នុងផ្ទះរបស់គាត់ដើម្បីប្រាប់ប្រពន្ធរបស់គាត់ក៏មកចេញមកខាងក្រៅជាពិសេសគាត់ចូលទៅនេះគាត់ចូលទៅយកថង់យាមរបស់គាត់មកក្រោយពីលោកគ្រូកៅគាត់បានយកថង់យាមរបស់គាត់ចេញមកហើយគាត់ក៏បានដាស់នៅមនុស្សដីរបស់គាត់
ដើម្បីឲ្យការពារជុំវិញផ្ទះនេះតែម្ដងលោកគ្រូកៅបានដាស់មនុស្សដីចំនួន4នាក់នោះដើម្បីការពារផ្ទះរបស់គាត់ខ្លាចណាស់ខ្លាចកុំគ្រួសាររបស់គាត់មានបញ្ហាជាពិសេសគឺជាប្រពន្ធនិងកូនគាត់តែម្ដងបើចំពោះគាត់ក៏មិនខ្លាចទេលោកគ្រូកៅគាត់បានប្រើឲ្យមនុស្សដីទៅយាមនៅខាងមុខបន្តិចក្រោយមកលោកគ្រូកៅគាត់ក៏បានដាស់នៅគោបាស្នាទេសរបស់គាត់នៅពេលដែលគាត់បានដាស់តែបន្តិចសត្វតគុំទាំងពីរក្បាលវាក៏បានរត់បុកគ្នាយកតែម្ដងបន្ទាប់មកក៏បានរលាយបាត់លោកគ្រូកៅឥឡូវនេះគាត់បានអង្គុយនៅខាងមុខផ្ទះបន្ទាប់មកគាត់ក៏បានយកខ្សែអំបោះសហើយសរសេបនៅមុនវិជាបន្ទាប់មករំវា4ទិសហើយគាត់អង្គុយនៅកណ្ដាលតែម្ដងចំណែកឯលោកគ្រូកៅនៅពេលនេះពិតជាឆ្ងល់ក្នុងចិត្តណាស់តើដែលណាទៅមកធ្វើបាបគាត់ទាំងជប់បែបនេះហើយគាត់ក៏មិនធ្លាប់មានចំនួនជាមួយនឹងគេដែរនៅពេលដែលគាត់ប្រមាណមើលទៅគឺជាគ្រូអាគមផ្សេងដែលគាត់មិនដែលស្គាល់ទៅសោះប៉ុន្តែក៏មានរឿងអ្វីមួយដែលគាត់គួរឲ្យសង្ស័យដែរពេលដែលគាត់ប្រមាណមើលនេះបានឃើញថាមានគ្រូអាគមចំនួន3ប៉ុន្តែគាត់មើលឃើញតែ2នាក់តែប៉ុណ្ណោះចំណែកឯម្នាក់ទៀតពិតជាស្រពេចស្រពួនណាស់និយាយទៅគេហាក់បីដូចជាមានអ្វីបាំងបិទដែលធ្វើឲ្យគាត់មើលមិនឃើញយ៉ាងអញ្ចឹងចំពោះលោកគ្រូកៅក៏មិនទាន់ខ្វល់ទេបើសិនជានរណាចង់លេងជាមួយគាត់នឹងកំដរតែម្ដងបន្តិចក្រោយមកគាត់ក៏ស្រាប់តែបានប្រទះឃើញថាមាននឹងមជុល2-3បានហោះជុំវិញផ្ទះរបស់គាត់សំឡេងរបស់វាឡើងវឺតដោយដែលបងប្អូនបានដឹងកន្លងមកយ៉ាងអញ្ចឹងបន្ទាប់ពីបានឃើញបែបនេះលោកគ្រូកៅគាត់ក៏មានវិធីដោះស្រាយរបស់គាត់ដែរគាត់ក៏បានយកដៃនេះលោកចូលទៅក្នុងថង់យាមរបស់គាត់បន្តិចក្រោយមកក៏បានដកចេញនៅអំបិលមួយដៃអំបិលនេះគាត់បានសរសែបនៅមុខវិជាហើយអំបិលដែលមានសម្បុរពណ៌ខ្មៅគាត់បានសរសែបបន្ទាប់មកក៏ក្តាប់ទៅដៃនៅពេលដែលក្តាប់ហើយគាត់ក៏បានគប់ទៅខាងលើគេស្រាប់តែមជុលនោះវាក៏បានធ្លាក់ពុកនៅនឹងមុខគាត់តែម្ដងនៅពេលដែលវាធ្លាក់ទៅគេស្រាប់តែបានឃើញថាមជុលនេះគឺជ្រេះចាប់តែម្ដងមិនដឹងថាមជុលមួយនេះវាបានសល់តាំងពីសម័យណាមកទីឬមួយក៏មជុលដែលគេតែងតែប្រើសម្រាប់គ្រួគុំដូចគ្នាក្រឡេកទៅកាន់ភាគីម្ខាងទៀតដែលជាក្រុមរបស់លោកបងដូងក្រុមរបស់លោកបងដូងឥឡូវនេះគេពិតជាសប្បាយចិត្តណាស់នៅពេលដែលគេបានធ្វើបាបមកកាន់លោកគ្រូកៅរបស់យើងលោកគ្រូកៅគាត់នៅតែព្យាយាមតទល់ពីមួយក្តារហើយទៅមួយក្តារទៀតនៅជប់ជ្រៅបន្តិចម៉ោងប្រហែលជា11យប់ក៏ស្រាប់តែខាងនោះគេបានបញ្ជានៅសត្វខ្លាគុំរបស់គេចេញមកពេលដែលគេបញ្ជាចេញមកលោកគ្រូកៅគាត់ក៏អាចទទួលបានទៀតគ្រូគុំទាំងពីរដែលបង្ដូងនោះបានអញ្ជើញមកហាក់បីដូចជាពួកគេទាំងពីរមិនមែនជាដៃគូរបស់លោកគ្រូកៅយ៉ាងអញ្ចឹងការប្រយុទ្ធគ្នានៅក្នុងសហគមន៍មួយនេះគឺមិនទាន់ចប់ទីបន្តិចក្រោយមកលោកគ្រូកៅដែលហេតុថាមើលទៅពួកគេទាំងពីរបើតាមអ្វីដែលគាត់ប្រមាណមើលគឺស្ថិតនៅក្នុងភូមិចំបក់ជាមួយគ្នាទេលោកគ្រូកៅគាត់នៅតែមានកង្វល់ក្នុងចិត្តទៀតថាតើគ្រូដែលនៅក្នុងនេះតើអ្នកណាដែលគាត់មិនស្គាល់ទៅហេតុអ្វីបានជាគេធ្វើអំពើទាំងអស់នេះមកលើគាត់យ៉ាងចឹងមិនត្រឹមតែប៉ុណ្ណោះលោកគ្រូកៅគាត់ក៏បានគិតទៀតថាហេតុអ្វីបានជាបងដូងគាត់មិនជួយខ្លួនបែបនេះជាទូទៅនៅពេលដែលមានសហគមន៍មានអីនោះប្រកាសណាស់គ្រូគុំដែលស្ថិតនៅក្នុងភូមិមួយនេះប្រកាសជាគេបានដឹកហើយឬមួយក៏បងដូងគាត់ទៅណាទៅហេតុអ្វីបានជាមិនជួយខ្ញុំយ៉ាងនេះប៉ុន្តែមិនអីទេបើតាមសមត្ថភាពរបស់លោកគ្រូកៅគឺដឹងតែអាចយកឈ្នះទៅកាន់គ្រូអាគមទាំងពីរនោះបានចាច់ជាមិនខាននៅជប់ជ្រៅបន្តិចមកប្រខែជាទើបតែមួយជប់តែប៉ុណ្ណោះលោកគ្រូកៅគាត់ក៏បានបញ្ជានៅដំរីអាគមរបស់គាត់ដែលដំរីអាគមនេះគឺគ្រូរបស់គាត់បានឲ្យដូច្នេះអាចថាមុនវិជាដែលគាត់ប្រើទៅដែលជាសត្វអាគមដំរីនេះមិនមែនជាធម្មតាទេដោយសារតែវាសល់អំពីលោកគ្រូរបស់ខ្លួនសត្វដំរីដែលមានរឹតតំណាចនិងមានចានៅជាន់បល័យនៅពីលើខ្នងរបស់ដំរីនោះទៀតមិនត្រឹមតែប៉ុណ្្នឹងទេគឺមានមនុស្សដែលជិះនៅលើកដំរីនេះទៀតនិយាយទៅមុនវិជាដែលគ្រូកៅបញ្ជាទៅនេះគឺរបៀបថាមិនសូវជាមានគ្រូផ្សេងគេបានរៀនចេះទេដូច្នេះបើមើលទៅលោកគ្រូកៅពិតជាមានអត្ថភាពក៏ដូចជាមានភាពវៃឆ្លាតខ្លាំងណាស់នៅក្នុងការប្រើសត្វអាគមទៅមួយសត្វអាគមដែលជាសត្វដំរីវាក៏បានព្យាយាមទៅប៉ះជាមួយនឹងសត្វអាគមរបស់គ្រូទាំងពីរនោះ
នៅពេលដែលប្រយុទ្ធចុះប្រយុទ្ធឡើងបានមួយសន្ទុះធំដែរតម្រាំតែសត្វដំរីរបស់លោកគ្រូកែអាចយកឈ្នះបានវាត្រូវចំណាយពេលប្រហែលជា20នាទីឯណោះបន្ទាប់ពីសត្វគុំរបស់លោកគ្រូកែបានយកឈ្នះទៅបែបនេះលោកគ្រូកែក៏បានប្រើនៅមុនវិជាមួយទៀតដែលមុនវិជានេះគឺហៅសត្វគុំដែលគ្រូនោះប្រើចាញ់ដាស់វាឡើងមកហើយបញ្ជាឲ្យទៅចាត់ការគ្រូគុំទាំងពីរនោះក្រឡេកទៅកាន់ក្រុមរបស់បងឌួងវិញនៅពេលនេះគ្រូអាគមទាំងពីរនោះមុនវិជារបស់ខ្លួនគឺឡងត្រូវខ្លួនតែម្ដងនៅពេលដែលធ្វើក៏ដូចជាប្រើសរគុំទាំងសត្វអាគមធ្វើគេមិនចូលបែបនេះវាក៏បានឡងទៅវិញដែលបណ្ដាលឲ្យគ្រូអាគមទាំងពីរនោះបានប្រកាសស្លាប់នៅមួយកន្លែងចំណែកឯបងដងគាត់ក៏បានយកគ្រូអាគមទាំងពីរនឹងយកទៅឲ្យសាច់ញាតិរបស់គេវិញរឿងរ៉ាវនៅក្នុងជប់នេះវាក៏បានកន្លងផុតទៅលុះរហូតដល់ពេលព្រឹកឡើងនៅពេលព្រឹកឡើងបងដងក៏ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងបន្ទាប់មកក៏បានធ្វើដំណើរមកផ្ទះរបស់គ្រូកៅនៅពេលដែលមកដល់ក៏ស្រាប់តែបានឃើញគ្រូកៅកំពុងតែរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរចាស់ចេញពីភូមិមួយនេះគាត់ទៅមើលអ្នកជំងឺរបស់គាត់ប៉ុន្តែនៅពេលហ្នឹងបងដងក៏បានសួរថាតើកៅតើឯងទៅណាមែនទេថ្ងៃនេះមើលទៅដូចជាស្រស់ស្រាយណាស់ឬមួយក៏យប់មិញឯងសប្បាយចិត្តរឿងយកឈ្នះអ្នកណាមែនទេលោកគ្រូកៅគាត់ក៏បានចាប់អារម្មណ៍ពាក្យហ្នឹងបន្ទាប់មកក៏បាននិយាយថាបងដឹងយ៉ាងម៉េចនៅក្នុងយប់នេះមិនដឹងពួកអាឆ្កែណាទេវាលួចខាំខ្ញុំពីក្រោយតែម្ដងខ្ញុំពិតជាខឹងខ្លាំងណាស់តែស្ដាយដែរយប់មិញហេតុអ្វីបានជាបងនេះមិនជួយខ្ញុំតែម្នាក់ឯងពិតជាពិបាកខ្លាំងណាស់មើលទៅពួកគេក៏ប្រកែកគួរសមដែរបងដងគាត់ក៏បាននិយាយធ្វើដូចជាគាត់នេះមិនបានដឹងអញ្ចឹងបន្ទាប់មកក៏បានកុហកទៅកាន់លោកគ្រូកៅថាយប់មិញនេះខ្លួនផឹកជាមួយនឹងអ្នកភូមិក្បែរតែនឹងហើយក៏ស្រវឹងដេកលក់មិនបានដឹងខ្លួនទេបងនេះពិតជាស្ដាយណាស់បើសិនជាបងនៅបងប្រកាសជាកំចាត់ពពួកអស់នេះឲ្យតតែបាននឹងមិនទុកឲ្យវាមានជីវិតហើយមកធ្វើបាបប្អូនទីបន្ទាប់ពីបាននិយាយគ្នាមួយសន្ទុះលោកគ្រូកៅក៏បាននិយាយថាមិនន័យទេបងអញ្ចឹងខ្ញុំទៅធ្វើការរបស់ខ្ញុំហើយអ្នកភូមិដែលនៅខាងចុងភូមិនោះគេរកខ្ញុំឲ្យទៅមើលដោយសារតែកូនគេមួយរយៈនេះមានការឈឺជាខ្លាំងទោះបីជាទៅផ្សំថ្នាំពេទ្យក៏មិនជាដូច្នេះគេក៏មករកខ្ញុំឥឡូវខ្ញុំសុំទៅសិនហើយណាបងដងពេលដែលបានស្ដាប់បែបនេះគាត់ក៏មិនបានមាត់កអ្វីដែរបងដងក៏បានធ្វើដំណើរត្រឡប់មកកាន់ផ្ទះរបស់គាត់វិញប៉ុន្តែមុននឹងធ្វើដំណើរមកនេះក៏បាននិយាយជាមួយនឹងលោកគ្រូកៅដែរគាត់បាននិយាយថាក្នុងយប់នេះនៅពេលដែលឯងមកពីព្យាបាលរបស់គេកុំភ្លេចទៅផ្ទះរបស់យើងផងយើងចង់ផឹកស៊ីជាមួយនឹងឯងដោយសារអីដោយសារតែពួកយើងទាំងពីរខានមានការផឹកស្រាជាមួយនឹងគ្នាជាយូរណាស់មកហើយចំណែកឯលោកគ្រូកៅក៏មិនបានបដិសេធអ្វីទេគាត់ក៏បាននិយាយថាមិនន័យទេលោកបងចាំមើលពេលដែលខ្ញុំទៅព្យាបាលគេសិននៅពេលដែលព្យាបាលជាហើយនោះខ្ញុំនឹងធ្វើដំណើរត្រឡប់មកវិញតែម្ដងគឺខ្ញុំនឹងធ្វើដំណើរទៅផ្ទះរបស់លោកបងក្រឡេកទៅកាន់លោកគ្រូកៅគាត់ក៏បានធ្វើដំណើរទៅព្យាបាលនៅភូមិពេលដែលគាត់ធ្វើដំណើរទៅតាមភូមិនេះមិនខ្វះទេនៅភូមិខ្លះគេហៅហូបបាយនៅភូមិខ្លះទៀតគេហៅហូបបបរហៅហូបនំបញ្ចុកអីចឹងទៅនិយាយទៅពេលដែលគាត់ធ្វើដំណើរទៅនេះគឺមានអ្នកភូមិហើយច្រើនណាស់ចំពោះលោកគ្រូកៅក៏ដូចគ្នាដែរទោះបីជាគាត់មិនបានចូលគាត់នៅតែនិយាយគួរសមថាមិនន័យទេបងប្អូនអើយពេលដែលខ្ញុំទៅនេះខ្ញុំនឹងមកចូលហូបឲ្យគ្រប់តែផ្ទះតែម្ដងខ្លាចតែខាងបងនេះអត់មានអីឲ្យខ្ញុំហូបទេគាត់និយាយបណ្ដាគាត់សើចបណ្ដាលុះរហូតដល់គាត់បានធ្វើដំណើរទៅដល់ផ្ទះដែលអ្នកភូមិគេបានមករកគាត់គ្រាន់តែវត្តមានរបស់លោកគ្រូកៅបានទៅដល់ភ្លាមក៏ស្រាប់តែម្ដាយឪពុកដែលកូននោះគេឈឺហ្នឹងគេក៏បានចេញមកទទួលតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេអ្នកផ្ទះនេះគេបានត្រៀមនៅបាយម្ហូបរួចជាស្រេចប៉ុន្តែលោកគ្រូកៅក៏និយាយថាមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេខ្ញុំសូមព្យាបាលកូនរបស់ពូលោកបងសិនចាំព្យាបាលជាចាំខ្ញុំហូបក៏បានដែរលោកគ្រូកៅគាត់ក៏បានសម្លឹងទៅក្មេងប្រុសដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងកូនរបស់គាត់នៅពេលដែលមើលទៅគេហាក់បីដូចជាត្រូវអំពើរបស់គេមែនលោកគ្រូកៅគាត់ក៏បានចាប់ជើងកូនក្មេងនោះយកមកមើលនៅពេលដែលមើលទៅក៏ស្រាប់តែបានឃើញថាមានបន្លាជាច្រើន
ដែលមុតចូលទៅក្នុងជើងរបស់គេហើយបើសិនជាមនុស្សធម្មតាមើលមិនឃើញទេតតែលោកគ្រូកៅគាត់បានប្រើនៅមុនវិជារបស់គាត់ទើបអាចមើលឃើញលោកគ្រូកៅគាត់ក៏បាននិយាយទៅកាន់ក្រុមគ្រួសាររបស់ក្មេងនឹងថាសូមអ្នកទាំងអស់គ្នាចេញទៅខាងក្រៅសិនខ្ញុំសូមមើលក្មេងប្រុសនេះបន្តិចពីព្រោះថាគេនេះពិតជាបានត្រូវអំពើរបស់គេមែនខ្ញុំចង់ដោះនៅអំពើមួយចំនួនដែលគេបានដាក់ទៅលើក្មេងប្រុសម្នាក់នេះចំណែកឯក្រុមគ្រួសារនៃក្មេងនេះពេលដែលគេស្ដាប់បានបែបហ្នឹងគេក៏បានយល់ស្របដែរគេក៏បានធ្វើដំណើរចេញទៅខាងក្រៅលោកគ្រូកៅគាត់ក៏បានសរសើរនៅមុនវិជារបស់គាត់បន្ទាប់មកក៏បានចាប់ដកនៅបន្លាក៏ដូចជាអ្វីដែលនៅក្នុងជើងហ្នឹងយកចេញមកខាងក្រៅដែលបណ្ដាលឲ្យក្មេងប្រុសម្នាក់នោះគេស្រែកដោយការជឿចាប់តែម្ដងចំពោះក្រុមគ្រួសារនៅពេលដែលស្ដាប់ឮសំឡេងកូនស្រែកមកបែបនេះម្ដាយជាមួយនឹងឪពុកសឹងតែមានទឹកភ្នែកស្រក់ចូលមកហើយដោយសារតែគាត់ពិតជាមានការអាណិតយ៉ាងខ្លាំងមកកាន់កូនរបស់គាត់មិនកូនណាកូនរបស់គាត់មកជួបរឿងបែបហ្នឹងទីប៉ុន្តែមិនថ្មីឡើយនៅពេលដែលមានវត្តមានរបស់លោកគ្រូកៅហើយប្រកាសណាស់លោកគ្រូកៅនឹងជួយឲ្យក្មេងប្រុសម្នាក់នេះផុតពីអំពើដែលគេបានដាក់ជាមិនខានឡើយនិយាយទៅម្ដាយឪពុកគេនេះគឺមានជំនឿទៅលើគ្រូកៅខ្លាំងណាស់បន្តិចក្រោយមកលោកគ្រូកៅគាត់ក៏បានមើលជើងនឹងរួចនៅពេលនោះដែរលោកគ្រូកៅគាត់ក៏បានយកដៃរបស់គាត់ស្ទាបនៅចំដៃរបស់ក្មេងប្រុសម្នាក់នោះពេលដែលស្ទាបទៅក៏បានប្រទះអ្វីមួយទៀតដែលវាជាវត្ថុរឹងនេះមិនដឹងថាជាអ្វីឲ្យប្រកាសទីតតែលោកគ្រូកៅគាត់បានយកថ្នាំអ្វីមួយយ៉ាងយកមកលាបលើដៃនៅពេលដែលលាបទៅក៏ស្រាប់តែបានឃើញថាគំតិចឌីកូនោះវាចេញមកភុចតែម្ដងដែលធ្វើឲ្យលោកគ្រូកៅមិននឹកស្មានទេថាអ្នកដាក់នោះគេគឺជាមនុស្សយ៉ាងណាទៅសូម្បីតែក្មេងក៏មិនលើកលែងដែរនៅពេលដែលគាត់បានមើលទៅលើដៃហើយបន្តិចក្រោយមកលោកគ្រូកៅគាត់ក៏បានឲ្យក្មេងប្រុសម្នាក់នោះបានផឹកទឹកប៉ុន្តែទឹកនេះត្រូវគាត់សរសើរនៅមុនវិជាក៏ដូចយកធូប3សរសៃយកទៅកោបន្ទាប់មកទុកគាត់ឲ្យក្មេងប្រុសម្នាក់នោះផឹកក្រឡេកទៅក្មេងប្រុសនៅពេលដែលគេផឹកទៅពីដំបូងហាក់បីដូចជាមិនមានអ្វីកាត់ឡើងទៅសោះប្រហែលជាត្រឹមតែ5នាទីតែប៉ុណ្ណោះក្មេងប្រុសម្នាក់នោះក៏បានចាប់ផ្ដើមក្អួតចង្អុលចេញមកនៅពេលដែលក្អួតចេញមកក៏ស្រាប់តែបានឃើញថាមានសាច់អ្វីម្ដុំគឺមើលទៅឡើងស្អុយរលួយតែម្ដងមើលទៅវាពិតជាគួរឲ្យខ្ពើមរអាមខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះសាច់ស្អុយនោះវាមានទាំងដឹងទៅទៀតហើយចឹងហើយបានជាក្មេងប្រុសម្នាក់នេះគឺឈឺតែប្រហែលថ្ងៃទេបែរជាស្រកសាច់យ៉ាងនេះទៅវិញនេះសំណាងហើយដែលលោកគ្រូកែវគាត់ជាមនុស្សដែលចេះនៅមុនវិជ្ជាខ្លាំងក្រត់បាននោះបើសិនជាមនុស្សល្មមក្មេងប្រុសម្នាក់នេះប្រហែលជាមិនអាចបន្តជីវិតរស់នៅបានយូរទេគាត់បានមើលមួយសន្ទុះក៏ស្រាប់តែលោកគ្រូកែវគាត់អាចដោះនៅអំពើនេះអស់បន្ទាប់មកលោកគ្រូកែវក៏បានធ្វើដំណើរចេញទៅខាងក្រៅពេលដែលគាត់ចេញទៅគាត់ក៏បាននិយាយជាមួយនឹងក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់នោះថាកូនរបស់លោកបងលែងមានបញ្ហាអ្វីហើយមិនន័យទេឪពុកម្ដាយរបស់ក្មេងនេះនៅពេលដែលស្ដាប់ឮបែបនេះគេពិតជាសប្បាយចិត្តណាស់គេបានអរគុណយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះគេក៏បានអញ្ជើញឲ្យលោកគ្រូកែវហូបបាយនៅផ្ទះគេមួយពេលប៉ុន្តែលោកគ្រូកែវក៏បាននិយាយថាខ្ញុំមិនអាចហូបបាយនៅទីនេះបានទេដោយសារតែខ្ញុំបានសន្យាជាមួយនឹងបងប្អូនរបស់ខ្ញុំបាត់ទៅហើយចឹងហើយខ្ញុំសូមលាសិនទៅហើយណាម្ដាយពុករបស់ក្មេងពេលដែលស្ដាប់មើលទៅក៏គាត់យល់ដែរដូច្នេះក៏មិនហ៊ានហាមឃាត់បន្ទាប់ពីនឹងមកពេលវេលាក៏បានឈានចូលមកដល់ម៉ោងប្រហែលជា6ល្ងាចទៅហើយនៅពេលដែលម៉ោង6ល្ងាចចូលមកដល់លោកគ្រូកែវក៏បានធ្វើដំណើរសំដៅទៅកាន់ផ្ទះរបស់បងដូងតែម្ដងពេលដែលគាត់ធ្វើដំណើរទៅក៏ស្រាប់តែបានឃើញថាបងដូងបានត្រៀមម្ហូបអាហារដូចជាស្រេចមិនថាជាស្រាឬមួយគឺជាម្ហូបក្លែមទេនិយាយទៅបងដូងគាត់ត្រៀមរួចរាល់តែម្ដងនៅពេលដែលទៅដល់អ្នកទាំងពីរក៏បានផឹកជាមួយគ្នាចំណែកឯលោកគ្រូកែវគាត់ក៏មិនបានពិនិត្យទៅលើស្រាអ្វីដែរនៅពេលដែលលោកគ្រូកែវផឹកបានតែមួយកែវតែប៉ុណ្ណោះក៏ស្រាប់តែគាត់មានអារម្មណ៍ថាស្រាដែលគាត់កំពុងតែផឹកនេះហាក់បីដូចជាវាមិនសូវស្រួលតទៅសោះព្រោះថានៅពេលដែលគាត់ដាក់ចូលទៅក្នុងហាក់បីដូចជាមានអារម្មណ៍ថាស្រាមួយនេះធ្វើទុកគាត់តែម្ដង
អញ្ចឹងហើយលោកគ្រូកៅគាត់ក៏បាននិយាយទៅកាន់បងដូនថាតើស្រាមួយនេះបងយកមកពីណាខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលទៅទេសោះបន្តិចក្រោយមកបងដូនក៏បាននិយាយថាស្រាមួយនេះគឺយើងបានដាក់ថ្នាំពួរចូលទោះបីជាឯងចេះមុនវិជាយ៉ាងណាក៏ដោយទោះបីជាស្បែកស្វិតយ៉ាងណាក៏ដោយឯងនេះគង់តែស្លាប់ទេនៅពេលដែលលើបែបនេះលោកគ្រូកៅក៏បានលោតធាក់ទៅកាន់បងដូនមួយជើងបន្ទាប់មកគាត់ក៏បានព្យាយាមធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់តែម្ដងនៅពេលដែលធ្វើដំណើរទៅដល់គាត់ក៏បានឃើញកូនទាំងពីររបស់គាត់កំពុងតែដេកនៅពេលហ្នឹងលោកគ្រូកៅក៏បានដាស់កូនរបស់គាត់ហើយជាមួយនឹងប្រពន្ធរបស់គាត់ដើម្បីឲ្យពួកគេភ្ជាប់មកហើយត្រូវតែធ្វើដំណើរចាក់ចេញពីភូមិនេះបានប្រពន្ធនឹងកូនក៏បានសួរថាតើប្រញាប់ទៅណាទាំងជប់នេះចាំព្រឹកស្អែកបានដែរអត់ប៉ុន្តែលោកគ្រូកៅក៏បាននិយាយថាមិនចាំបាច់ទេចាំទៅដល់កន្លែងផ្សេងទៀតចាំខ្ញុំបកស្រាយក៏បានដែរឯងឆាប់យកកូនយើងទៅហើយត្រូវតែធ្វើដំណើរចាក់ចេញពីភូមិនេះនៅពេលនឹងដែរប្រពន្ធជាមួយនឹងកូនក៏បានធ្វើដំណើរចាក់ចេញទៅចំណែកឯអាការៈរបស់លោកគ្រូកៅលើនេះគឺក្អួតឈាមកាន់តែខ្លាំងទៅហើយកូនទាំងពីរបានយំអោបឪពុកមិនត្រឹមតែប៉ុណ្ណោះលោកគ្រូកៅគាត់ក៏មិនបានលាក់បាក់ដែរគាត់បាននិយាយថាបងដូងគឺបានដាក់ថ្នាំដើម្បីសម្លាប់គាត់ប្រពន្ធនៅពេលដែលលើបែបនេះពេលដំបូងមិនចង់ជឿទេដោយសារអីដោយសារតែបងដូងនោះក៏ជាមនុស្សដែលល្អដែរហេតុអ្វីបានជាធ្វើរឿងទាំងអស់នេះទៅលោកគ្រូកៅគាត់ក៏បាននិយាយថាខ្ញុំក៏មិនដឹងដែរប៉ុន្តែឥឡូវនេះត្រូវតែរក្សាជីវិតកូនឲ្យបានបើសិនជាអត់ពពុះខ្ញុំទៅប្រពន្ធជាមួយនឹងកូនត្រូវតែរួចឆ្ងាយអំពីភូមិស្រុកនេះកុំនៅក្បែរនឹងអីបន្តិចក្រោយមកក៏ស្រាប់តែលោកគ្រូកៅគាត់បានដឹកខ្យល់ស្លាប់នៅលើរទេះគោដែលប្រពន្ធជាមួយនឹងកូនបានធ្វើដំណើរនោះប្រពន្ធនឹងកូនយំផងអីផងចំណែកឯនៅពេលដែលធ្វើដំណើរផុតពីភូមិនេះគឺផុតរហូតទៅដល់ពីភូមិឯណោះទើបបានប្រពន្ធរបស់គាត់ឈប់រទេះគោនៅពេលដែលឈប់ទៅវាបានចូលមកដល់ម៉ោងប្រហែលជា6ព្រឹកបាត់ទៅហើយនៅថ្ងៃថ្មីប្រពន្ធជាមួយនឹងកូនបានដេកយំអោបសាកសពរបស់ប្តីមិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកភូមិផ្សេងទៀតគេក៏បានចូលមកមើលដែរនៅពេលដែលប្រពន្ធរបស់គាត់បានរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់មេភូមិដែលនៅស្រុកភូមិថ្មីដែលគាត់បានមកដល់មេភូមិនៅទីនេះគេក៏យល់ដែរបន្ទាប់មកក៏បានរៀបចំពិធីបុណ្យសពឲ្យទៅកាន់លោកគ្រូកៅតែម្ដងចំពោះអ្នកភូមិដែលសន្ធិដ្ឋនៅក្នុងភូមិចំបក់គេមិនបានដឹងពីការស្លាប់របស់លោកគ្រូកៅឡើយដោយសារអីដោយសារតែពួកគេគឺនៅឆ្ងាយអំពីភូមិស្រុកនោះពេកដូច្នេះហើយគឺពុំមានអ្នកណាបានដឹងទេក្រោយពីបានធ្វើបុណ្យក៏ដូចជាធ្វើអីឲ្យឪពុកហើយនោះចំណែកឯប្រពន្ធនឹងកូននឹងក៏សម្រេចចិត្តថានឹងរស់នៅស្រុកភូមិដែលខ្លួនបានបូជាប្តីក៏ដូចជាឪពុកនិយាយទៅខ្សែជីវិតរបស់អ្នកទឹកបីលើនេះពិតជាកំសត់ណាស់ក្រឡេកមកកាន់បឹកដងវិញបឹកដងឥឡូវនេះគេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលគេអាចកម្ចាត់នៅលោកគ្រូកៅបានមិនគួរណាបឹកដងជាមនុស្សដែលថោកទាបបែបនេះទេលោកគ្រូកៅគឺជាមនុស្សល្អខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះស្រឡាញ់បឹកដងទៀតមិនគួរណាបឹកដងនេះធ្វើបែបនឹងដាក់គាត់ទេអញ្ចឹងបានគេថាពេលខ្លះសត្រូវនៅពីមុខមិនគួរខ្លាចដោយសត្រូវនៅខាងក្រៅក្នុងទីបឹកដងឥឡូវនេះគេពិតជាសប្បាយចិត្តណាស់នៅពេលដែលវត្តមានរបស់លោកគ្រូកៅមិនបានស្ថិតនៅក្នុងភូមិបែបនេះជាធម្មតាទេភ្នំមួយមិនអាចមានខ្លាពីរទេបើសិនជាមានខ្លាពីរខ្លាមួយចាក់ចេញទៅប្រកាសណាស់ខ្លាមួយនឹងប្រកាសជាឡើងកាងតែម្ដងបឹកដងក៏បាននិយាយកុហកនៅភូមិថាលោកគ្រូកៅគេបានធ្វើដំណើរចាក់ចេញពីភូមិស្រុកនេះបាត់ទៅហើយគេថាដោយសារតែអ្នកភូមិនេះទៅរកគេពេកដូច្នេះគេក៏បានសម្រេចចិត្តថាចាក់ចេញពីទីនេះដើម្បីទៅកាន់ស្រុកភូមិផ្សេងទៀតហេតុផលដែលបណ្ដងនិយាយទៅនេះវាហាក់បីដូចជាមិនសមគួរទៅសោះប៉ុន្តែអ្នកភូមិគាត់ក៏មិនបានដឹកដែរឬមួយក៏មិនដឹងថាតើគួរទៅសួរអ្នកណាបើសិនជាលោកគ្រូកៅគាត់បានចាក់ចេញពីភូមិបាត់ទៅហើយប៉ុន្តែអ្វីដែលចម្លែកនោះផ្ទះរបស់លោកគ្រូកៅនេះក៏ត្រូវបោកដងនោះយកទៅលក់ឲ្យគេផ្សេងទៀតគាត់បាននិយាយកុហកនៅភូមិដែលស្ថិតនៅក្នុងនឹងថាលោកគ្រូកៅនោះបានផ្ដល់ផ្ទះនេះឲ្យមកកាន់ខ្លួនទៅហើយដូច្នេះខ្លួនក៏មានសិទ្ធិលក់ដែរនៅភូមិដែលនៅទីនេះគឺគាត់មិនហ៊ានបដិសេធទេដោយសារតែមួយរយៈមកនេះនៅពេលដែលលោកគ្រូកៅបានចាស់ចេញទៅនៅពេលដែលមានបញ្ហាអ្វីឬមួយក៏មានខ្មោចព្រាយចូលសន្ធិដ្ឋនៅភូមិនោះ
តែងតែបានបងដុំនៅឯងជួយអ្នកភូមិនោះដូច្នេះគឺអ្នកភូមិគេមិនហ៊ានហាមឃាត់ទេឥឡូវនេះអ្នកភូមិមានតែគោរពទៅកាន់បងដុំប៉ុន្តែចរិតរបស់បងដុំនេះយូរទៅនៅពេលដែលគេមករកអ្វីនោះគឺបានគិតថ្លៃខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណឹងក៏បានទៅជួគ្រូភូមិផ្សេងទៀតដើម្បីឲ្យគេដាក់អំពើមកកាន់អ្នកភូមិរបស់គាត់ដើម្បីឲ្យគាត់នេះបានរកស៊ីអញ្ចឹងទៅចំណែកឯពេលវេលាវាក៏ចេះតែរំលងផុតពីមួយឆ្នាំទៅកាន់មួយឆ្នាំរហូតរំលងបានប្រហែលជា10ឆ្នាំដល់ឆ្នាំបកនេះក្រឡេកមកកាន់ក្រុមគ្រួសាររបស់លោកគ្រូកៅដែលនៅតែកូនទាំងពីរក៏ដូចជាប្រពន្ធរបស់គាត់កូនប្រុសទាំងពីររបស់គាត់ដែលមានឈ្មោះថាគួនជាមួយនឹងសងឥឡូវនេះពេញកំឡោះតែម្ដងរូបរាងរបស់គេពិតជាសង្ហាខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរក៏បានហាត់រៀននៅមុខវិជ្ជាមួយចំនួនទៀតដែលពុកនោះបានផ្ទេរឲ្យដែរកូនជាមួយនឹងស្នាអ្នកទាំងពីរក៏បានប្រកបមុខរបរមួយដើម្បីជួយសម្រួលទៅកាន់ជីវភាពរបស់ម្ដាយដែរមុខរបរដែលអ្នកទាំងពីរធ្វើនោះគឺជាការធ្វើតោកលក់មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរក៏បានឆ្លាក់នៅរូបចម្លាក់មួយចំនួនដើម្បីលក់ដែរនិយាយទៅអ្នកទាំងពីរមិនបានរកស៊ីរបរដូចជាឪពុកដែលការនៅរស់នោះទេបាននិយាយអំពីក្រមុំដែលសន្ធិដ្ឋនៅក្នុងភូមិមួយនេះវិញគឺថាគឺលងទៅលើសម្រស់របស់គួនជាមួយនឹងសងតែម្ដងដោយសារតែអ្នកទាំងពីរមានកម្ពស់ខ្ពស់មិនត្រឹមតែប៉ុណ្ណោះនិយាយទៅគឺសង្ហាតែម្ដងសង្ហាដូចជាអេដមីនយ៉ាងអញ្ចឹងចំណែកឯរឿងល្អៗនោះវាក៏តែងតែមានទៅលើក្រុមគ្រួសាររបស់គូនជាមួយនឹងស្នានៅថ្ងៃមួយម្ដាយក៏បាននិយាយថាយើងដល់ពេលហើយយើងដល់ពេលដែលត្រូវទៅរកយុទ្ធធម៌របស់យើងចំណែកកូនទាំងពីរក៏បានដឹងដែរថាម្ដាយចង់មានប្រសាសន៍បែបនេះមានន័យថាយ៉ាងណានោះកូនជាមួយនឹងស្នាក៏បាននិយាយគ្នាថានៅពេលដែលជួបជាមួយនឹងបរិមម្នាក់ដែលបានសម្លាប់ឪពុករបស់យើងនោះគឺមិនទុកឲ្យគេមានជីវិតទេចំណែកឯនៅពេលនេះកូនជាមួយនឹងស្នាមិនបានហៅទៅលើបងដងនោះថាអ៊ំទៀតទេគឺហៅថាដងតែម្ដងអ្នកទាំងបីក៏បាននិយាយជាមួយនឹងគ្នាហើយថានៅថ្ងៃស្អែកឡើងគឺនឹងធ្វើដំណើរត្រឡប់ទៅកាន់ភូមិចំបក់នោះវិញនៅពេលដែលធ្វើដំណើរទៅអ្នកទាំងបីបានបិទមុខចិត្តតែម្ដងមិនចង់ឲ្យអ្នកភូមិគេបានដឹងទេលុះរហូតធ្វើដំណើរទៅដល់ភូមិចំបក់ម្ដាយរបស់កូនជាមួយនឹងសងគាត់ក៏បានសម្រក់ទឹកភ្នែកដោយសារតែគាត់ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងលោកគ្រូកៅដែលសន្ធិដ្ឋនៅក្នុងភូមិចំបក់មួយនេះមិនគួរណាលោកគ្រូកៅចាក់ចោលគាត់តែមួយប្រពេចភ្នែកតទៅសោះឥឡូវនេះបានរំលងផុតប្រហែលជា10ឆ្នាំបាត់ទៅហើយបន្ទាប់ពីអ្នកទាំងបីបានធ្វើដំណើរចូលមកដល់គឺមិនបានឲ្យអ្នកភូមិនោះបានស្គាល់អំពីអត្តសញ្ញាណរបស់ខ្លួនទីអ្នកទាំងបីធ្វើដូចជាអ្នកដំណើរមកពីភូមិស្រុកផ្សេងយ៉ាងចឹងហើយធ្វើដំណើរមកនេះគឺពួកគាត់សម្ដែងថាយករបស់យកអីយើងមកលក់នៅក្នុងភូមិនឹងអញ្ចឹងទៅអ្នកភូមិមួយចំនួនដែលនៅទីនេះគឺគេមិនទាន់បានស្គាល់ក៏ដូចជាចាប់អត្តសញ្ញាណអ្នកទាំងបីបានទេនៅពេលនឹងដែរប្រពន្ធរបស់លោកគ្រូកាយនឹងគាត់ក៏ចង់ធ្វើដំណើរទៅផ្ទះរបស់គាត់ពេលដែលធ្វើដំណើរទៅដល់ក៏បានឃើញថាមានអ្នកផ្សេងគេនៅបាត់ទៅហើយប្រពន្ធរបស់លោកគ្រូកាយក៏បានចុះទៅសួរថាតើផ្ទះនេះលោកបងទិញប្រហែលឆ្នាំមកហើយអ្នកភូមិនៅទីហ្នឹងដែលជាម្ចាស់ផ្ទះហ្នឹងគេក៏មិនបានលាក់លៀមអ្វីដែរគេនិយាយស្រួលដែរទីគេថាផ្ទះនេះគឺមានបរិមម្នាក់លក់ឲ្យគេហើយតម្លៃក៏មិនសូវជាថ្លៃដែររស់នៅប្រហែលជា10ឆ្នាំមកហើយម្ដាយរបស់សុងជាមួយនឹងកូនបន្ទាប់ពីបានស្ដាប់ឮបែបនេះគឺសឹងតែថាទប់ទឹកភ្នែកមិនជាប់ទេដោយសារតែផ្ទះនេះគឺលោកគ្រូកាយជាមួយនឹងខ្លួនដែលជាប្រពន្ធនេះខំរកស៊ីណាស់ទម្រាំតែសងបានមិនគួរណាឥឡូវនេះធ្លាក់ទៅលើដៃរបស់អ្នកផ្សេងទៅសោះចំណែកឯនៅពេលហ្នឹងស្រាប់តែមានបរិមម្នាក់បានដើរចូលមកក្នុងនេះនៅពេលដែលដើរចូលមកបរិមម្នាក់នឹងឯងគឺជាបងដួងនោះឥឡូវនេះគាត់មានវ័យចំណាស់ចាស់ណាស់ទៅហើយប៉ុន្តែបងដងនេះគាត់មិនបានចាប់អារម្មណ៍ជាមួយនឹងអ្នកទាំងបីទីដោយសារតែខ្លួនមិនបានមើលមុខឃើញហើយណាមួយអ្នកទាំងបីយើងគឺបានចូលមកនេះបាំងបិទមុខចិត្តតែម្ដងក្រោយពីបងដងបានធ្វើដំណើរចេញទៅវិញ
ក៏ស្នាប់តែគូនជាមួយនឹងស្នងពិតជាមានការខឹងយ៉ាងខ្លាំងបើសិនជានៅខាងក្រៅប្រកាសជាអ្នកទាំងពីរចង់តែសម្លាប់ទៅកាន់បដូងនោះទីដោយសារតែបដូងនេះឯងគឺជាអ្នកសម្លាប់ឪពុករបស់គេអ្នកណាដែលថាមិនចងគំនុំទៅនៅពេលដែលឃើញឪពុកបានស្លាប់នៅមុខបែបនេះ10ឆ្នាំមកនេះស្នងជាមួយនឹងគូនពិតជាបានខិតខំរៀននៅមុខវិជ្ជាខ្លាំងណាស់ដើម្បីមានឱកាសសងសឹកមកកាន់បដូងនេះវិញនៅក្នុងយប់នេះគូនជាមួយនឹងសងក៏បានសម្រាកនៅក្នុងភូមិនេះតែម្ដងដោយអ្នកទាំង3បានជួគេនៅក្នុងយប់នេះប្រកាសជាគូនជាមួយនឹងសងនឹងធ្វើអំពើទៅកាន់បដូងតែម្ដងដោយសារតែខ្លួនមានការគុំជាយូរណាស់មកហើយតម្រាំតែបានជួបនេះមិនងាយទេហើយលើកនេះមិនឲ្យបដូងនោះរួចខ្លួននោះឡើយលុះរហូតដល់ពេលយប់ឡើងរាត្រីមួយនេះអ្នកទាំងពីរបានរងចាំជាយូរណាស់មកហើយគូនជាមួយនឹងសងបានរងចាំប្រហែលជា10ឆ្នាំនៅពេលនេះអ្នកទាំងពីរក៏បានរុំខ្សែសមាព័ទ្ធជុំវិញបន្ទាប់មកក៏បានដាសត្វអាគមនោះទៅចាត់ការបដូងតែម្ដងចំណែកឯបដូងពេលដែលគាត់បានឃើញបែបនេះគាត់ពិតជាឆ្ងល់ណាស់តើអ្នកណាទៅហ៊ានចូលមកដល់ក្នុងភូមិរបស់គាត់ហើយហ៊ានធ្វើសកម្មកម្មមកលើគាត់ទៀតគាត់ពិតជាឆ្ងល់ខ្លាំងណាស់នៅពេលនឹងដែរបងដូងក៏បានដកយកសត្វអាគមរបស់ខ្លួនយកមកប្រយុទ្ធដែរសត្វអាគមដែលបងដូងបានបញ្ជាចេញទៅនេះគឺជាក្របីអាគមវាបានចេញទៅហាក់បីដូចក្របីមួយនេះរកញីយ៉ាងចុងគូវាចេញមកពោពេញទៅដល់អំណាចតែម្ដងប៉ុន្តែមិនថ្មីទេគូនជាមួយនឹងសងក៏បានដាស់នៅគោបាស្នាទេរបស់ខ្លួនក៏ដូចជាក្របីអាគមបានចេញទៅដែរឥឡូវនេះសត្វអាគម2ទល់1តែម្ដងដែលធ្វើឲ្យបងដូងគាត់ពិតជាចម្លែកចិត្តខ្លាំងណាស់នៅពេលនេះគឺមានគ្រូអាគម2នាក់កំពុងតែចង់ប្រយុទ្ធជាមួយនឹងគាត់សត្វអាគមរបស់កូនជាមួយនឹងសងមិនណយនោះទេគឺចេញទៅប្រយុទ្ធជលយកតែម្ដងជលឡើង3ផ្កាភ្លើងឯណោះនេះគឺជាដំណក់ឈាមរបស់លោកគ្រូកាវដែលបន្សល់ទុកពីអ្នកនេះប្រកាសជាមិនធ្វើឲ្យឪពុកអស់សង្ឃឹមនោះឡើយនៅពេលដែលសត្វអាគមទាំងពីរវាបានប្រយុទ្ធចុះប្រយុទ្ធឡើងបែបនេះបន្តិចក្រោយមកវាក៏បានរលាយបាត់ទៅនេះអាចបញ្ជាក់ថាមុនវិជារបស់កូនជាមួយនឹងសងគឺប្រហាក់ប្រហែលគ្នាជាមួយនឹងបណ្ដងតែម្ដងនៅពេលដែលប្រយុទ្ធចុះប្រយុទ្ធឡើងបានមួយសន្ទុះបរិយាកាសនេះវាក៏បានស្ងប់ស្ងាត់ទៅវិញឱកាសល្អបែបនេះបងដូងគាត់ក៏បានតាំងសមាធិដើម្បីប្រមាណមើលថាតើគ្រូអាគមណាទៅដែលមកវាប្រហាគាត់បែបនេះនៅពេលដែលគាត់បានប្រមាណមើលទៅក៏បានឃើញថាមានអ្នកកំឡោះ2នាក់ពេលដែលគាត់មើលទៅនោះហាក់បីដូចជាអ្នកកំឡោះទាំង2នាក់នេះដូចជាគាត់បានស្គាល់តាំងពីពេលណាមកយ៉ាងអញ្ចឹងពេលនោះគាត់ក៏បានប្រមាណមើលម្ដងទៀតបន្ទាប់ពីបានប្រមាណមើលម្ដងទៀតក៏បានដឹងថាគេគឺជាកូនរបស់លោកគ្រូកៅនៅពេលដែលឃើញបែបនេះបងដូងពិតជាមានការភ័យតក់ស្លុតខ្លាំងណាស់មិនគួរណាកូនទាំងពីររបស់គេមានមុខវិជ្ជាខ្លាំងជាងនឹងឡើយគឺសឹងតែថាស្មើនឹងឪពុកថ្ងាយឥឡូវនេះសមត្ថភាព2ទល់1តើគាត់ធ្វើម្ដេចនឹងអាចយកឈ្នះបានទៅប៉ុន្តែមិនអីទេមនុស្សបងដូងនេះគឺជាមនុស្សដែលមានល្បិចច្រើនដែរដូច្នេះគាត់ប្រកាសជាប្រើល្បិចអ្វីមួយជាមិនខានបងដូងឥឡូវនេះគាត់ក៏មានគណិតថាគាត់មិនប្រើសក្តិគុំតទៅចប់ទេគាត់នឹងលេងសក្តិគុំតែបន្តិចបន្តួចតែប៉ុណ្ណោះបន្ទាប់មកគាត់នឹងសម្រាកទៅវិញនិយាយទៅគាត់នឹងបញ្ចប់សក្តិគុំតែម្ដងរងចាំពេលដែលព្រឹកស្អែកគាត់នឹងរកមនុស្ស3ទៅ4នាក់ដើម្បីឲ្យទៅចាត់ការទៅកាន់ក្មេងទាំងពីរនេះតែម្ដងនិយាយទៅផែនការស្មោកគ្រោកបែបនេះគឺបងដូងគាត់មានទុកស្រាប់តែម្ដងបងដូងគាត់ក៏បាននឹកគិតការពីម្សិលមិញពេលព្រឹកនោះពេលដែលគាត់ទៅគឺជួបនឹងក្មេងប្រុសម្នាក់ជាមួយនឹងស្ត្រីម្នាក់នៅពេលដែលបងដូងបានគិតឃើញបែបនេះហើយប្រកាសណាគាត់មិនទុកជីវិតឲ្យម៉ែកូនទាំង3នាក់ទៀតទេគឺត្រូវតែសម្លាប់ចោលតែម្ដងនៅពេលព្រឹកហ្នឹងបងដូងក៏បានធ្វើដំណើរក៏ដូចជាដាក់មនុស្សមួយក្រុមដើម្បីឲ្យតាមដានក្នុងភូមិបើសិនជាមានអ្នកណាចម្លែកមកប្រាប់គាត់មកគាត់នឹងឲ្យរង្វាន់គេតែម្ដង
នៅក្នុងភូមិចំបក់នេះក៏ស្រាប់តែមានមនុស្សមួយក្រុមទៅពីរក្រុមបានដើរវែកញែកនៅក្នុងផ្ទះគឺគ្រប់ផ្ទះដែលស្ថិតនៅក្នុងភូមិមួយនេះដែលធ្វើឲ្យសងជាមួយនឹងគួងពិតជាមានការខឹងខ្លាំងណាស់ឥឡូវនេះត្រូវតែជំលះម្ដាយចេញទៅសិននៅពេលដែលជំលះទៅនឹងក៏មានមនុស្សពីរក្រុមទៅតាមខ្លួនទៀតសូម្បីតែបងដូងគាត់ក៏ទៅជាមួយនឹងគេដែរនៅពេលដែលកូនជាមួយនឹងសងបានបរទេសគោចាក់ចែងពីភូមិចំបក់នេះមួយទៅមនុស្សរបស់បងដូងក៏បានទៅតាមដូចគ្នាពេលដែលទៅតាមនៅកន្លែងមាត់ជ្រោះក៏ស្រាប់តែសងជាមួយនឹងគួរមិនអាចធ្វើដំណើរទៅមុខបានទីដោយសារតែខ្លួនភ័យពេកបន្ទាប់មកក៏បានធ្វើដំណើរផ្លូវខុសអញ្ចឹងហើយទៅបណ្ដាលឲ្យមកដល់មាត់ជ្រោះបែបនេះក្រោយពីបានមកដល់មាត់ជ្រោះក៏ស្រាប់តែមនុស្សមួយក្រុមហ្នឹងគេប្រងនឹងតែសម្លាប់មកកាន់អ្នកទាំងពីរទីនៅពេលនោះក៏ស្រាប់តែវត្តមានរបស់បងដូងក៏បានដើរចេញមកនៅពេលដែលដើរចេញមកបងដូងក៏បាននិយាយថាតើឯងមានទីគឺជាកូនរបស់អាកៅឯងនេះមិនសមណាមានវត្តមាននៅក្នុងភូមិនឹងទីសមតាណាស្លាប់ទៅតាមឪពុករបស់ឯងចោះចំណែកឯកូនជាមួយសងនៅពេលដែលលឺបែបនេះខ្លួនក៏បានកញ្ជ្រោមកវាយជាមួយនឹងបងដូងតែម្ដងចំណែកឯគ្នាបងដូងក៏ដូចគ្នាដែរគ្នាបងដូងក៏បានដកយកកំបិតយកពុទ្ធៅកាប់ទៅលើកូនជាមួយនឹងសងប៉ុន្តែកំបិតជាមួយនឹងដាវក៏ដូចជាពុទ្ធៅដែលបានកាប់ទៅលើនោះគឺមិនមានរបួសអ្វីទាល់តែសោះដែលធ្វើឲ្យបងដូងនេះបានដឹងថាអ្នកទាំងពីរក៏ជាមនុស្សដែលមានស្បែកស្វិតផងដែរនៅពេលដែលវាយប្រតែប្រតបគ្នាបានមួយសន្ទុះធំក៏ស្រាប់តែមានអ្នកខ្លះបានស្លាប់អ្នកខ្លះទៀតក៏បានរុញទម្លាក់ជ្រោះតែម្ដងឥឡូវនេះនៅសល់មនុស្សប្រហែលជាត្រឹមតែ4នាក់តែប៉ុណ្ណោះដែលជាគ្នារបស់បងដូងចំណែកឯបងដូងគេមិនទាន់ចូលប្រយុទ្ធទីគេទុកឲ្យកូនចៅរបស់គេនឹងចូលប្រយុទ្ធសិននៅពេលដែលវាយចុះវាយឡើងនឹងក៏ស្រាប់តែលេចវត្តមានរបស់បុរស3នាក់ដែលបានបរទេគោឆ្លងកាត់ទីនេះចំណែកឯបុរសទាំង3នាក់ហ្នឹងគឺជាក្រុមរបស់លោកអ៊ំភូម៉ៃតែម្ដងក្រុមរបស់លោកអ៊ំភូម៉ៃក៏ធ្វើដំណើរមកនេះគឺធ្វើដំណើរទៅទិញគោក្របីអីទីជាមួយនឹងនិសុយជាមួយនឹងនិឆាប៉ុន្តែនៅពេលដែលឮសំឡេងមនុស្សវាយគ្នាបែបនេះគាត់ក៏បានបរទេសគោបន្តិចម្ដងហើយក៏បានជួបប្រទះជាមួយនឹងមនុស្សមួយក្រុមកំពុងតែវាយគ្នានៅពេលដែលសម្លឹងមើលទៅក៏ស្រាប់តែអ៊ំភូម៉ៃនឹងគាត់ក៏បានស្គាល់ប្រពន្ធរបស់លោកគ្រូកៅដែរនៅពេលដែលឃើញបែបនេះលោកអ៊ំភូម៉ៃក៏បាននិយាយទៅកាន់និសុយជាមួយនឹងនិឆាងថាពួកឯងទាំងពីរនាក់ឆាប់ទៅជួយទៅនោះគឺជាប្រពន្ធមិត្តភក្តិរបស់យើងមិនដឹងថាគេមានរឿងអីទេឥឡូវនេះយើងចូលទៅជួយគេទៅនៅពេលហ្នឹងលោកអ៊ំភូម៉ៃគាត់ក៏បានធ្វើដំណើរចូលទៅដូចគ្នាមនុស្សមួយក្រុមកំពុងតែវាយគ្នាវាយចុះវាយឡើងក៏ស្រាប់តែនិសុយជាមួយនឹងនិឆាបានចូលទៅបែបនេះគេក៏បានស្រែកមកសួរថាតើពួកឯងគឺជានរណាហេតុអ្វីបានជាលោកដៃនៅក្នុងរឿងរបស់យើងនេះគឺជាសម្លេងរបស់បងដូងដែលគាត់បាននិយាយចេញមកបែបហ្នឹងនៅពេលដែលឮបែបនេះអ៊ំមេភូម៉ៃគាត់ក៏បានស្រែកទៅវិញថាយើងគឺជារណាមិនសំខាន់ទេប៉ុន្តែឯងនេះកំពុងតែប្រូតគ្នាសម្លាប់មនុស្សហើយដូច្នេះយើងត្រូវទៅលោកដៃនៅពេលហ្នឹងនិសុយជាមួយនឹងលីឆាងក៏ដូចជាគួងជាមួយនឹងសងបានប្រយុទ្ធតែមួយសន្ទុះទេក៏ស្រាប់តែកូនចៅរបស់បងដូងនោះពួកគេក៏បានស្លាប់អស់នៅខ្លះទៅក៏ត្រូវបាននិសុយជាមួយនឹងលីឆាងធាក់ទម្លាក់ជ្រោះអស់ក្រឡេកទៅកាន់ម្ដាយរបស់គួងជាមួយនឹងសងដែលត្រូវជាប្រពន្ធរបស់លោកគ្រូកៅវិញពេលដែលគាត់បានក្រឡេកឃើញលោកអ៊ំភូម៉ៃបែបនេះគាត់ស្គាល់តែម្ដងគាត់ក៏បានស្រែកមកថាតើនេះមែនទេគឺជាបងម៉ៃចំណែកឯលោកអ៊ំភូម៉ៃគាត់ក៏បាននិយាយទៅវិញថានឹងហើយគឺជាខ្ញុំនឹងឯងហើយតើអ្នកបងមកនេះមានអ្វីទេហើយអ្វីបានជាពួកគេនេះព្រួតសម្លាប់អ្នកបងបែបនេះប្រពន្ធរបស់លោកគ្រូកៅគាត់ក៏បាននិយាយថានោះម្នាក់នោះដែលរឿងចាស់បន្តិចនឹងឯងគឺជាអ្នកសម្លាប់ប្តីរបស់ខ្ញុំដែលមានឈ្មោះថាលោកគ្រូកៅចំណែកឯលោកអ៊ំភូម៉ៃក៏បានស៊ើបបញ្ជាក់មែនទៀតថាតើវាជាការពិតមែនទេមិនបានខ្ញុំមិនដឹងអញ្ចឹងប្រពន្ធរបស់លោកគ្រូកៅក៏បាននិយាយថារឿងហ្នឹងវាវែងឆ្ងាយណាស់តែឥឡូវនេះគួរតែធ្វើដំណើរឬមួយក៏ចាស់ចេញពីទីនេះសិន
ប៉ុន្តែចំពោះបងដូងទោះបីជាគាត់នៅតែម្នាក់ឯងក៏ដោយអាចថាមនុស្សនេះគឺចងកម្មចងពៀនណាគឺមិនឲ្យអ្នកទាំងអស់គ្នាចាក់ចែងទៅទីប៉ុន្តែនៅពេលហ្នឹងគូងជាមួយនឹងសងបានគុំជាយូរណាស់មកហើយនៅពេលនេះខ្លួនមានឱកាសដើម្បីសងសឹកឲ្យទៅកាន់លោកឪពុករបស់ខ្លួនសងជាមួយនឹងគូនក៏បាននិយាយទៅកាន់និសុយជាមួយនឹងឌីឆាងថាពូលបងមិនបាច់ចូលទេទុកឲ្យខ្ញុំគឺជាអ្នកប្រយុទ្ធខ្ញុំចង់សម្លាប់វាខ្លាំងណាស់វានឹងឯងគឺជាអ្នកសម្លាប់ឪពុករបស់ខ្ញុំក៏ស្រាប់តែបងដូងក៏បានតបវិញថាអើឯងចូលមកយើងនឹងសម្លាប់ដូចជាឪពុករបស់ឯងចឹងគង់ជាមួយនឹងសងក៏បានចូលទៅទាំងក្បាច់ទៅស្នៀតរបស់ពួកគេពិតជាប្លែកខ្លាំងណាស់ក៏បានវាយសម្ដៅទៅកាន់បងដូងដែលធ្វើឲ្យបងដូងនោះគឺទប់ផងកិច្ចផងគឺពេលខ្លះទៅកិច្ចមិនផុតក៏ត្រូវបានគោនោះដាក់មួយដៃចំកណ្ដាលមុខនៅពេលដែលឃើញថាបងដូងត្រូវរបួសតែបន្តិចសងដែលជាកូនរបស់លោកគ្រូកាយនឹងគេក៏បានដកយកកំបិតស្និទ្ធរបស់គេចាក់ចំកញ្ចឹងករបស់បងដូងតែម្ដងបន្ទាប់មកបងដូងនោះក៏បានប្រកាច់ស្លាប់មួយកន្លែងមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរដែលគង់ជាមួយនឹងសងក៏បានចាប់លើគាត់បោះចូលទៅក្នុងជ្រោះទៀតនៅពេលនេះរឿងរ៉ាវ10ឆ្នាំដែលអ្នកទាំងពីរបានរងចាំឥឡូវនេះក៏បានសងសឹកឲ្យទៅកាន់ឪពុករបស់ខ្លួនបាត់ហើយនៅពេលដែលបានសងសឹកអីហើយអ្នកទាំងប្រមាណនេះក៏បាននាំគ្នាធ្វើដំណើរទៅកាន់ភូមិមួយទៀតដែលជាភូមិរបស់ប្រពន្ធរបស់លោកគ្រូកៅនេះដែលរស់នៅនឹងឯងនៅពេលដែលធ្វើដំណើរទៅដល់ប្រពន្ធរបស់លោកគ្រូកៅក៏បានរៀបរាប់រឿងទាំងអស់ប្រាប់ទៅកាន់ក្រុមរបស់លោកអ៊ំភូមិចំណែកឯលោកអ៊ំភូមិបន្ទាប់ពីគាត់បានស្ដាប់នៅរឿងរ៉ាវទាំងអស់នេះគាត់ពិតជាមានការអាណិតអាសូរយ៉ាងខ្លាំងមកកាន់លោកគ្រូកៅដោយសារតែលោកគ្រូកៅគាត់ជាមនុស្សល្អមិនសមណាមកស្លាប់នៅក្នុងអាយុប៉ុណ្នេះសោះក្រោយពីបានស្ដាប់ហើយអស់ហើយនោះក៏ស្រាប់តែអ៊ំភូមិក៏បាននិយាយថាមិនអីទីនេះកុំពិបាកចិត្តអីឥឡូវនេះអ្នកនៅសល់កូន2នាក់ដែរហើយសិតសឹងតែគេគឺជាមនុស្សល្អទៀតហើយចោះតើគិតគូកូននេះនៅក្នុងថ្ងៃណាដែរនៃរបស់អ៊ំភូមិចង់សួរថាតើអ្នកទាំងពីរមានគូស្រករហើយឬនៅឬមួយក៏យ៉ាងម៉េចដែរបន្ទាប់ពីលោកអ៊ំភូមិបានសួរនាំបែបនេះកូនទាំងពីរនោះក៏បានឆ្លើយថាគេមិនទាន់មានទេអញ្ចឹងហើយលោកអ៊ំភូមិក៏បានប្រាប់ទៀតថាមិនអីទេបើសិនជាដល់គូពេលណាកុំភ្លេចប្រាប់ពួកគាត់ផងពួកគាត់នឹងមកស៊ីការតែម្ដងចំណែកឯនៅពេលនេះដែរលោកអ៊ំភូមិជាមួយនឹងនិសុយជាមួយនឹងឌីឆាងក៏បានជម្រាបលាទៅកាន់ប្រពន្ធរបស់លោកគ្រូកៅបន្ទាប់មកអ្នកទាំង3ក៏បានធ្វើដំណើរត្រឡប់មកកាន់ស្រុកភូមិរបស់ខ្លួនលោកអ៊ំភូមិក៏ដូចជានិសុយជាមួយនឹងឌីឆាងនៅតែប្រកបមុខរបរដោយរដងយ៉ាងចឹងឥឡូវនេះយើងក្រឡេកទៅកាន់ក្រុមគ្រួសាររបស់លោកគ្រូកៅបន្តិចនៅពេលនេះគង់ជាមួយនឹងសងរយៈពេល1ឆ្នាំកន្លងផុតទៅទៀតអ្នកទាំងពីរក៏ចាប់ផ្ដើមមានគូស្រករចំណែកឯសងគេក៏មានប្រពន្ធចំណែកឯគួនគេក៏មានប្រពន្ធដូចគ្នានិយាយទៅអ្នកទាំងពីរក៏មានប្រពន្ធមានអីចំណែកឯម្ដាយក៏រៀងចាស់ជរាទៅហើយប៉ុន្តែមិនថ្មីទេដោយសារតែប្រពន្ធរបស់គួងជាមួយនឹងសងក៏មានការគោរពក៏ដូចជាស្រឡាញ់មកកាន់ម្ដាយរបស់គួងនឹងសងដូចគ្នាអញ្ចឹងហើយអ្នកទាំងពីរមិនសូវជាពិបាកចិត្តឬមួយក៏ខំចិត្តនៅរឿងអ្វីឡើយចំណែកឯមុនវិជាដែលគង់ហើយនឹងសងបានរៀនចេះអំពីឪពុករបស់ខ្លួនក៏តែងតែជួយអ្នកភូមិមួយចំនួនដែលតែងតែជួបរឿងអំពើអំព័ន្ធដែរប៉ុន្តែអ្នកទាំងពីរមិនដែលគិតកម្រៃពីគេទេគឺជួយដោយទឹកចិត្តតែម្ដងអាចថានេះគឺជាឈាមជ័ររបស់លោកគ្រូកៅដែរដោយការដែលលោកគ្រូកៅគាត់នៅរស់ក៏ព្យាបាលគេមិនដែលយកមាសប្រាក់ទេតតែគេឲ្យឬមួយក៏បង្ខំទើបគាត់យកអញ្ចឹងទៅដូចជាថ្ងៃនេះយ៉ាងចឹងចំណែកឯសងថ្ងៃនេះគឺគេបានអញ្ជើញទៅមើលកូនស្រីម្នាក់ដែលកូនស្រីម្នាក់នោះបើតាមអ្នកភូមិនិយាយគឺត្រូវព្រាយចូលនៅពេលដែលសងបានធ្វើដំណើរទៅដល់ផ្ទះនោះសងក៏បានមើលទៅក៏បានឃើញថាពិតជាមានព្រាយចូលពិតមែនចំណែកឯព្រាយនោះគឺសន្ធិដ្ឋនៅដើមម្ជូរទៀត
នៅពេលដែលសងបានប្រមាណមើលទៅក៏បានដឹងថាព្រាហ្មណ៍មួយក្បាលនោះគឺវាសន្ធិដ្ឋនៅក្នុងដើមម្ជូរដែលនៅក្បែរផ្ទះនេះឯងដូច្នេះហើយសងក៏បាននិយាយទៅកាន់ក្រុមគ្រួសារនោះថាឲ្យទៅកាប់ដើមម្ជូរនោះចោលទៅប៉ុន្តែមិនមែនថាឲ្យទៅកាប់ឥឡូវទេគាត់ត្រូវការដេញព្រាយនេះចេញពីខ្លួនសិននៅពេលដែលសងបានដេញព្រាយនោះចេញមនុស្សដែលត្រូវព្រាយនោះចូលបានស្រែកមកដោយការជឿចាប់តែម្ដងមិនត្រឹមតែប៉ុណ្ណោះគេបានស្រែកថាអញមិនចេញទេអញមិនចេញទេអញនៅទីនេះស៊ីស្រួលដេកស្រួលអញមិនចេញឡើយសងគេក៏បាននិយាយថាស៊ីស្រួលដេកស្រួលយ៉ាងម៉េចឯងចូលក្នុងខ្លួនរបស់គេគឺខុសហើយសំណាងហើយដែលយើងមិនចង់វាយបំបែកវិញ្ញាណរបស់ឯងនោះបើសិនជាយើងចង់កំចាយព្រលឹងក៏ដូចជាវិញ្ញាណរបស់ឯងនោះក៏បានដែរប៉ុន្តែយើងយល់ថាយើងមិនចង់មានកម្មពីមានអីជាមួយនឹងឯងទៅរស់នៅផ្លូវរបស់ឯងទៅប៉ុន្តែបើសិនជាឯងហ៊ានតែចូលទៅណាទៀតយើងជួបឯងជាលើកទី2នោះយើងនឹងកំចាយវិញ្ញាណរបស់ឯងទៅតែម្ដងនៅពេលដែលនិយាយចប់សងក៏បានយកទឹកអ្វីមួយយ៉ាងស្រោចពីលើក្បាលបន្ទាប់មកក៏ស្រាប់តែព្រាយនោះបានចេញផុតទៅនៅពេលដែលចេញផុតទៅក្រុមគ្រួសាររបស់គេពិតជាសប្បាយចិត្តណាស់នៅពេលដែលសងបានជួយក្រុមគ្រួសាររបស់គេបានបែបនេះមុនពេលដែលសងធ្វើដំណើរត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញសងក៏បានយកដីគោលក៏ដូចជាយកពុទ្ធៅនេះយកដីគោលហើយក៏បានដំនៅពេលដែលដំហើយនេះសងក៏បានសូសែបទៅមុនវិជារបស់ខ្លួនដែរដើម្បីបញ្ចុះទៅលើដីគោលដែលខ្លួនបានដំនឹងឯងនៅពេលដែលសូសែបចប់សងក៏បានយកដីគោលនោះដំចូលទៅដើមម្ជូរនោះតែម្ដងនៅពេលដែលដំទៅក៏ស្រាប់តែមានសពសត្វជាច្រើនបានហោះហើរចេញពីដើមម្ជូរនេះតែម្ដងហាក់បីដូចជាដើមម្ជូរនេះវាគឺជាកន្លែងសម្បុកនៅរបស់ពពួកទាំងអស់នេះមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលនិសងបានធ្វើដំណើរចាក់ចេញពីដើមម្ជូរនោះក៏ស្រាប់តែមានឮសំឡេងស្រែកមកដូចគ្នាប៉ុន្តែនិសងមិនបានមើលទេដោយសារតែខ្លួនបានដឹកឲ្យថាសំឡេងដែលស្រែកមកនេះវាគឺជាប្រភេទសំឡេងពពួកអរូបនឹងឯងប៉ុន្តែមិនមែនជាព្រាយទេព្រាយគឺបាននិសងនេះបណ្ដេញចេញបាត់ទៅហើយចំណែកឯនិសងគេតែងតែបន្តការងាររបស់គេបែបនេះសូម្បីតែមុខរបរផ្ទាល់ខ្លួនក៏គេនៅតែប្រកបដែរអាចថានេះគឺជាការងារក្រៅការងាររបស់គេតែប៉ុណ្ណោះជីវិតរបស់និសងគឺរស់នៅបានយ៉ាងសុខសាន្តតែម្ដងជាមួយនឹងប្រពន្ធនិងម្ដាយចំណែកឯកូនគេក៏ដូចគ្នាកូនឥឡូវនេះក៏ខ្លាចទៅជាគ្រូដែរប៉ុន្តែកូនមិនដែលដាក់ខ្លួនថាខ្លួនជាគ្រូអ្វីទេគឺត្រឹមតែជាអ្នកចេះបន្តិចបន្តួចហើយជួយទៅលើអ្នកភូមិតែប៉ុណ្ណោះនិយាយទៅកូនមិនដែលអួតអាងថាខ្លួនគឺជាគ្រូដ៏ខ្លាំងនោះទេចំណែកឯស្រុកភូមិដែលប្រពន្ធរបស់និគងនេះបានរស់នៅអ្នកភូមិដែលនៅទីនេះមានការស្រឡាញ់ក៏ដូចជាចូលចិត្តមកកាន់កូនខ្លាំងណាស់ដោយសារតែកូនក៏ជាមនុស្សដែលស្មោះត្រង់ក៏ដូចជាកូនគឺជាមនុស្សដែលតែងតែដើរផ្លូវនៅក្នុងគន្លងភាពដែលត្រឹមត្រូវកូនមិនដែលធ្វើឲ្យអ្នកភូមិមកឈឺក្បាលទេជាពិសេសនោះគឺជាឪពុកម្ដាយក្មេករបស់កូនតែម្ដងឪពុកម្ដាយក្មេករបស់កូនមានការស្រឡាញ់ក៏ដូចជាចូលចិត្តកូនខ្លាំងណាស់ចំណែកឯកូននេះក៏ដូចគ្នាកូនតែងតែបំពេញនៅតួនាទីធ្វើជាកូនប្រសារដ៏ល្អទៅកាន់ក្រុមគ្រួសាររបស់ប្រពន្ធកូនមិនដែលភ្លេចទេនៅពេលដែលមានបុណ្យទានមានអីនោះខ្លួនតែងតែធ្វើដំណើរមកលេងម្ដាយបង្កើតរបស់ខ្លួនដោយសារតែម្ដាយបង្កើតគាត់បានរស់នៅជាមួយនឹងសងបាត់ទៅហើយកូននេះគឺមិនដែលភ្លេចទេគឺតែងតែមកលេងម្ដាយរហូតនឹងអញ្ចឹងហើយជីវិតរបស់គូជាមួយនឹងសងពិតជាទទួលបានសុភមង្គលខ្លាំងណាស់យូរម្ដងគូជាមួយនឹងសងក៏បានរួមគំនិតគ្នាថាធ្វើបុណ្យឲ្យអ្នកភូមិដែលគេខ្វះខាតពេលដែលគេស្លាប់ទៅមិនត្រឹមតែប៉ុណ្ណោះគូជាមួយនឹងសងក៏បានជួយក្មេងៗដែលស្ថិតនៅក្នុងភូមិនេះឲ្យមានការរៀនសូត្របានខ្ពង់ខ្ពស់ដែរនិយាយទៅមិនមែនខ្ពង់ខ្ពស់អីទេឲ្យពួកគេមានសាលាមានអីរៀនអញ្ចឹងទៅចំណែកសក្រឿងរបស់យើងក៏សូមតែបញ្ចប់ត្រឹមនឹងហើយខ្ញុំក៏សូមបងប្អូនកុំភ្លេចចូលខមមិនម្នាក់មួយផងមួយរយៈនេះដោយសារតែ admin ឈឺដូច្នេះគឺមិនបានចេញរឿងទេហើយជាពិសេសគឺកុំភ្លេចបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពផងដូចជាពេលថ្ងៃមិញអញ្ចឹង admin បានមើលទៅលើ Facebook ដែរគឺថាមានតកតងជាមួយនឹងខ្យល់ដែលវាមានសារធាតុពុលអញ្ចឹងបងប្អូនទៅណាមកណាគឺប្រុងប្រយ័ត្នផង
អញ្ចឹង admin មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា